ធ្វើតាមបញ្ជាមកបានច្រើនជាងគេនឹងបានលុយ 20,000 រៀល អញ្ចឹងឥឡូវបញ្ជាដំបូងគេបោះម៉ៃយ៉ាងគេ មកឃើញបញ្ជើងឯងពីអ្នកនឹងក្រោយឡើងខ្មៅឥឡូវឯងទៅដោះបញ្ជើងឲ្យស្អាត អូខេអញ្ចឹងបាននេះបញ្ជាទី1គឺដោះបញ្ជើងឲ្យស្អាតនិយាយទៅចុងក្រោយណាគេដែលធ្វើបញ្ជាបោះម៉ាក់បានច្រើនជាងគេគឺនឹងឈ្នះហ្មងប៉ុន្តែដោយសារឥឡូវដោះបញ្ជើងខ្ញុំមានអារម្មណ៍ថាខ្ជិលដែរចឹងឥឡូវយើងប៉ាចង់ដឹងថាណាគេធ្វើបញ្ជានឹងបានមុនគេខ្ញុំបានបញ្ជាមុនគេតែមិនបានបញ្ជាបានធ្វើអញ្ចឹងបានន័យថាគាត់លើសខ្ញុំមួយបាត់ហើយអញ្ចឹងបន្ទាប់ហ្នឹងធ្វើម៉េចខ្ញុំត្រូវតែធ្វើមួយឲ្យបានដែរដើម្បីឲ្យតាមតនគាត់ប៉ុន្តែពេលអង្គុយសុកម៉ាក់ក៏គាត់បានផ្ញើសារចូលនៅក្នុងក្រុមមួយដែលគាត់និយាយថា ញ៉ាអើយឯងចាំទិញជាជៀនឆ្ងាញ់នៅផ្លូវ3ឲ្យ10ខ្ញុំទិញឲ្យម៉ាក់តិចមើល គាត់ទៅលើសារឲ្យភ្លាមខ្ញុំក៏បានហៀវខ្លួនចេញមកហ្មងហើយដោយសារតែគាត់កំពុងបោកស្បែកជើងអញ្ចឹងគាត់អត់ដឹងថាម៉ាក់បានផ្ញើសារហ្នឹងចូលទៅក្នុងក្រុមទេអញ្ចឹងខ្ញុំក៏បានចេញមកហ្មងដោយអត់ប្រាប់គាត់ទេឥឡូវហ្នឹងគាត់ពងគិតថាគាត់ពងឈ្នះខ្ញុំមួយតែពេលទៅវិញខ្ញុំនឹងប្រាប់គាត់ថាខ្ញុំបានធ្វើអីមួយទៀតឲ្យម៉ាក់អញ្ចឹងឥឡូវគឺយើងស្មើគ្នានេះម៉ាក់ជ័យជៀនរបស់ម៉ាក់ឯងទិញបានទេឆ្ងាញ់100%ឆ្ងាញ់បន្តមកខ្ញុំក៏បានទៅប្រាប់គាត់រឿងទិញជ័យជៀនហ្នឹងទៅខ្ញុំទិញជ័យជៀនហើយជ័យជៀននេះម៉ាក់ឲ្យទិញជ័យជៀនហ្នឹងបើជឿមកអីនេះខ្ញុំទិញជ័យជៀនហើយអ្នកមួយអរិយបន្តមកខ្ញុំក៏បានទៅសួរម៉ាក់ម្ដងទៀតថាតើល្ងាចហ្នឹងគាត់អាចចង់ឲ្យខ្ញុំធ្វើអីគេឥឡូវចង់ជូនម៉ាក់ទៅទិញពោតទៀតយកឲ្យសេក អូខេអញ្ចឹងចាំមើលពេលល្ងាចហ្នឹងពេលវាបោកស្បែកជើងហើយចាំងិនជូនម៉ាក់ឯងទៅម៉ាត់មកទិញចំណីឲ្យសេកជ័យជៀនឆ្ងាញ់អត់ ញ៉ាញ់តែដូចអាម៉េចហ្នឹង គាត់ទៅលឺអាម៉េចឯវិញមានអារម្មណ៍ថាដូចជាអត់បាន 20,000 ហ្នឹងអញ្ចឹងខ្ញុំក៏បានរៀបចំជូនគាត់ទៅទិញអីវ៉ាន់ប៉ុន្តែមុននឹងបន្តទៀតអ្នកនរកុំភ្លេចចុច follow ពួកយើងផងហើយនិង share វីដេអូនេះមួយផងអរគុណច្រើនពេលដែលគាត់បោកស្បែកជើងហើយខ្ញុំក៏បានហៅគាត់ដើម្បីទៅទិញអីដែរព្រោះបើសិនជាខ្ញុំទៅតែ2នាក់ម៉ាក់ហ្នឹងពេលដែលគាត់ប្រើឲ្យខ្ញុំធ្វើអី1 2 3អញ្ចឹងទៅគឺខ្ញុំនឹងឈ្នះគាត់ 100% បាត់ហើយអញ្ចឹង challenge ហ្នឹងវាស្រួលពេកអញ្ចឹងដើម្បីឲ្យកាន់តែពិបាកគឺមានយើងទៅទាំងអស់គ្នាហើយពេលដែលគាត់ឲ្យជួយធ្វើអីអញ្ចឹងទៅយើងជួយធ្វើគាត់ឲ្យបានច្រើនអញ្ចឹងណាចង់ដឹងថាចុងក្រោយណាគេធ្វើបានច្រើនជាងគេហើយថ្ងៃនេះខ្ញុំឃើញដូចគាត់អាសារៀងប្លែកតែខ្ញុំកាន់ម្ដងឲ្យគាត់ថតហ្នឹងហើយមិនទេមិនទេឥឡូវឲ្យខ្ញុំកាន់ហ្នឹងវាសើខ្ញុំឈ្នះខ្ញុំចែកលុយឯងដែរហ្នឹងគឺមិនហៅ challenge អាហ្នឹងគេហៅចែកលុយគ្នាបាទហ្នឹងមិនស្រួលនេះក៏អូបតែមុនតែយើងមើលលេខកូបមួយសិនមិនលេខនោះណាមែនអញ្ចឹងពួកយើងក៏បានគិតលុយឲ្យធ្វើដំណើរចេញមកខាងក្រៅវិញហ្មងទៅហើយយើងក៏បានជឿសួរម៉ាក់ដែរថាតើគាត់ចង់ធ្វើអីគេបន្តទៀតល្ងាចហ្នឹងប៉ុន្តែដោយសារតែពេលរៀងល្ងាចហើយអត់ដឹងទៅណាទៀតឬក៏អត់ដឹងត្រូវធ្វើអីទៀតដែរសម្រាប់ថ្ងៃហ្នឹងខ្ញុំក៏សាកសួរគាត់ដែរលេងអញ្ចឹងណាថាគាត់គិតថាណាគេអ្នកឈ្នះប៉ុន្តែគាត់ថាអត់តន់ដឹងទេព្រោះដោយសារមួយថ្ងៃហ្នឹងគឺបានធ្វើច្រើនដូចគ្នាអញ្ចឹងណាម្នាក់ធ្វើនេះម្នាក់ធ្វើនោះអញ្ចឹងទៅអញ្ចឹងមានតែចាំចុងក្រោយឲ្យគាត់សម្រាប់ខ្លួនឯងថាតើណាគេនឹងទទួលបាន 20,000 រៀលហ្នឹងអញ្ចឹងឥឡូវពួកយើងក៏បានមកដល់ផ្ទះវិញដែរហើយអ្វីដែលម៉ាក់ជាថ្ងៃហ្នឹងគឺហើយអស់ឲ្យព្រោះឥឡូវហ្នឹងពេលល្ងាចហើយម៉ាក់ថាអត់ដឹងបញ្ជាគេទៀតអញ្ចឹងឥឡូវសួរមកសំណួរម៉ាក់ចង់ក្រោយថាតើណាគេជាអ្នកឈ្នះលុយ 20,000 រៀលមើលឈប់មើលប៉ុន្តែបើគិតទៅប្រើបានទាំង2នាក់តែผมមិនគិតជិះទៅទិញជ័យជៀនមកឯងផងហើយមិនជួម៉ែឯងបើកឡានទៅផងហើយខ្ញុំក៏ទៅដែរឯងទៅប៉ុន្តែឯងគ្រាន់អង្គុយក្រោយតែខ្ញុំកាន់នេះឃើញស្មាចុកស្នាមអូ អញ្ចឹងរៀនណាត់វាតិចដែរ តែបើកឡានមិនជាប់ចកេះដែរហ្នឹងហើយតែស្ពីមិនជាប់ស្មាដែរសរុបមកគឺអ្នកឈ្នះគឺ10នាក់ទេធ្វើដូចគ្នា10នាក់ទេដូចវាមិនសមវិញ មិនក៏បានតែនិយាយទៅម៉ែសម្រាប់ថាមិនក៏បានដែរ ឥឡូវចាំតិចមើលដកលុយសិនហុចឲ្យពីណានេះ អូខេ2 3អឺមកដល់មិនដែរមកចំណាយគ្នាកុំធ្វើដូចគ្នា អញ្ចឹងសរុបមកបើសិនជាគាត់ឲ្យម្នាក់ 10,000 បានន័យថាគឺយើងស្មើគ្នា ហើយយកទៅអី10,000 យកទិញកាហ្វេផឹកយកទិញមាស